បាទសួស្តីបងប្អូនអរគ្នាសម្រាប់វីដេអូនេះយើងនិយាយទៅជាមួយនឹង tour បាទ active account ម្ដងយើង active account នៅលើ LD player អញ្ចឹងណាហើយទៅជាមួយនឹង active យើងអាច active ទៅតាមឈ្មោះ app របស់យើងនីមួយៗបានតែទៅជាមួយនឹង app Facebook របស់យើងណាអញ្ចឹងឧទាហរណ៍ថាយើងរៀបមកបាទឥឡូវឧទាហរណ៍ថាយើងមាន LD របស់ខ្ញុំវាមានចំនួនអស់7 LD ណាបាទអញ្ចឹងនៅក្នុងមុខងារ active account នៅក្នុង function របស់យើងវាមានតាមហ្នឹងហើយបងអាចមើលជាក់ស្ដែងបានមកវាមានទៅជាមួយនឹងការលេខនៅលើ home feed បាទ scroll ទៅជាមួយ video feed បាទ scroll reel feed អីចឹងណាហើយមាន add friend ទទួល friend បាទវាមាន reaction លើការផុសបាទ comment លើការផុសហើយនឹង share ការផុសហើយ check in check អីចឹងណាយើងមានដូចអ្វីដែលខ្ញុំបានបង្ហាញអញ្ចឹងណាឥឡូវឧទាហរណ៍ថាតើតងជាមួយនឹងការចាំ account ចាំ Facebook account របស់យើងណាអញ្ចឹងឧទាហរណ៍ថា LD ទី1នេះ LD ទី1នេះយើងមានប្រហែល Facebook account បាទ Facebook Sin មាន app ខ្លួន app អីអញ្ចឹងណាអញ្ចឹងយើងដាក់ទៅតាមឈ្មោះ app របស់វាអញ្ចឹងឧទាហរណ៍ថាកន្លែងតារាងខាងក្រោមនេះគឺឈ្មោះ app ហើយនេះជាឈ្មោះ Facebook account ឈ្មោះ Facebook account យើងដាក់ទៅតាមឈ្មោះ Facebook របស់យើងនីមួយៗឲ្យត្រូវក៏បានដែរឬក៏យើងដាក់ទៅតាមអ្វីដែលយើងបាន set នៅក្នុងនឹងហ្មងក៏បានដែរគឺវាអត់មានបញ្ហាទេហើយយើងចង់បានឧទាហរណ៍ថាយើងចង់បាន app ច្រើន active នៅក្នុងមួយ LD វាមាន 4-5 app ឬក៏10 app អញ្ចឹងណាអញ្ចឹងយើងអាចទៅការបូកមកយើងបន្ថែមចំនួនលេខមកណាអញ្ចឹងនៅក្នុងហ្នឹងគឺវាមានចំនួន Facebook ឲ្យស្រាប់ហើយចិត្តទៅជាមួយនឹង app ផ្សេងគឺសំដៅទៅលើកតុយ A ណាបន្ទាប់ពី app clone ពី clone លេខ1មកបាទ BC បាទគឺយើងរាប់ពី A B C D អីចឹងណាហ្នឹងទៅជាមួយនឹងឈ្មោះ app នីមួយៗដែលយើងដាក់ឲ្យវា active ឥឡូវថាខ្ញុំដាក់អញ្ចឹមតែមួយទេគឺអញ្ចឹមនៅលើ app ផ្សេងមួយអញ្ចឹងមកហើយយើងទៅការសៀវមកហើយខ្ញុំចាំលើ LD នេះមួយទៀតអីចឹងមកគឺខ្ញុំចាំលើ app ផ្សេងដូចគ្នាហើយឈ្មោះយើងដាក់ទៅតាមឈ្មោះ Facebook របស់យើងក៏បានឬក៏មិនបាច់ក៏បានដែរឥឡូវយើងទៅការ start មកឥឡូវយើងមើលទៅមួយ setting របស់យើងបាទយើងបើកពី LD ឧទាហរណ៍ខ្ញុំអានេះយើងដាក់10ទៅបាទខ្ញុំដាក់10បើកមួយមានន័យថាអានេះ wait after LD start មានន័យថា10វិនាទីក្រោយវាបើកចប់ LD មួយហើយត10វិនាទីក្រោយបានវាបើក LD មួយទៀតអញ្ចឹងណាហើយនេះ between LD walk មានន័យថាពេលដែលយើងចង់ឲ្យ LD ធ្វើការពេលដែលវាបើកហើយចង់ឲ្យវានៅនាទីទីប្រហែលឧទាហរណ៍ខ្ញុំចង់ឲ្យវានៅ10វិនាទីដូចគ្នាមានន័យថាពេលដែលវាបើក LD ហើយឲ្យវារងចាំ10វិនាទីសិនចាប់ពីធ្វើការ active account នេះអញ្ចឹងណាបាទហើយយើងធ្វើការ setting តាមហ្នឹងមកបាទ auto rec គឺវាឲ្យរៀប LD តាមជួរនៃអេក្រង់កុំព្យូទ័ររបស់យើងអញ្ចឹងណាបាទ setting នេះគឺយើងមានស្រាប់ហើយតើទៅមួយ setting របស់LD របស់យើងអញ្ចឹងណានេះពួកនេះហ៎បាទ auto rec បាទហើយ config អីផ្សេងគឺវាយកពីនឹងមកអញ្ចឹងណាហើយយើងទៅការ start តែម្ដងមកអូខេអញ្ចឹងវាទៅការ start LD អញ្ចឹង LD យើង select មិនតែ2ទេបាទហើយយើង enable active បើយើងអត់ enable active account នេះក៏វាអត់ដំណើរការដែរអូខេអញ្ចឹង10វិនាទីមួយទៀតមកវាបើក LD មួយទៀតអញ្ចឹងយើងរងចាំវាបន្តិចចាំមើលតើដំណើរការនៃការ active របស់វា active ដោយរបៀបណាហើយវា active យ៉ាងម៉េចហើយវារក account Facebook មិនអីចឹងណាហើយដោយសារណាមួយយើងឲ្យ auto switch ដែរដោយសារមួយហ្នឹងខ្ញុំបញ្ជាក់ auto switch នេះគឺមានន័យថាវា switch ពី page ទៅ profile អញ្ចឹងណាហើយយើង active នៅក្នុង page ក៏បានដែរយើងដាក់ឈ្មោះ page ឲ្យវាទៅឲ្យវា switch ទៅ page អីចឹងណាឬក៏យើងអត់ឲ្យវា switch ទៅយើងដក tick ចេញទៅអញ្ចឹងមានន័យថាឲ្យវានៅក្នុង account ណាឬក៏ page ណាគឺវាបើកមកវា active តែម្ដងអញ្ចឹងវាទៅការរៀបចំម្នាក់ឃើញណាវាចូលទៅទទួល friend ទទួលអីចឹងណាបាទអញ្ចឹងក្នុងការ add friend មកយើងដាក់ឲ្យវាចំនួន2បាទគឺខ្ញុំដាក់ឲ្យវា2ទៅទៅជាមួយនឹង add friend ឬក៏ compound friend នេះឃើញណាខ្ញុំដាក់វាចំនួន2ហើយបើ add friend គឺខ្ញុំ add 1អញ្ចឹងវាទៅការរកបតង់ add friend អញ្ចឹងបើថាវារកអត់ឃើញទេ friend វាច្រើនពេកវាខ្ជិលអស់វានឹងទៅការធ្វើការផ្លាស់ប្ដូរ switch ទៅមុខងារផ្សេងដូចជាចិញ្ចឹមតទៅជាមួយនឹងការ off feed អស់អីចឹងណាហើយឬក៏ reaction អីចឹងទៅឃើញណាអញ្ចឹងវានឹង switch មកបើវាឆែក notification ឆែកអីចឹងណាគឺយើងរៀបចំទៅតាមហើយការធ្វើរបស់វាគឺវាធ្វើអត់ដូចគ្នាទេគឺវាចល័តអូតូអញ្ចឹងណាគឺវាធ្វើការចល័តអូតូឃើញវាមានតែការ share បាទការ share មានតែការអីចឹងទៅហើយវាធ្វើការ review ឆែកមើលឆែកនេះបាទ reaction បាទ comment អីចឹងណាបើថាយើងដាក់វា comment យើងគ្រាន់ចុចគ្រីសឲ្យវាទៅវានឹងធ្វើការ comment ឲ្យហើយគេវា reaction អីចឹងណាហើយ reaction យើងដាក់ទៅតាមអ្វីដែលយើងចង់ដាក់មកនេះកន្លែង reaction នេះវាមានបាទដូចជា like បាទ love ហាហាអីចឹងណាសោច wow sad angry អញ្ចឹងយើងដាក់ឲ្យវាទៅចឹងមុនហ្នឹងយើងដាក់ឲ្យវា comment មួយដែរចាំមើលតងមួយការ comment របស់វាឃើញទេយើងដាក់អក្សរវាមកវានឹង comment ឲ្យ auto មកពេលដែលវា comment ហើយវានឹងធ្វើការ
ថយក្រោយ back មកវិញដើម្បីទៅការចាំ account បន្តទៀតអញ្ចឹងណាបាទនេះតើតើជាមួយនឹងមុខងារចាំ account សម្រាប់បងប្អូនដែលគាត់ខ្ជិលអង្គុយចាំដល់ខ្លួនឯងយើងអាចទៅការយកធួដើម្បីឲ្យវាទៅចាំដោយខ្លួនឯងបានអញ្ចឹងណាបាទអូខេអញ្ចឹងវីដេអូនេះយើងអត់មានអីច្រើនទេគ្រាន់តែយើង review បន្តិចតើតើជាមួយនឹងមុខងារ Ethereum account វីដេអូក្រោយៗទៀតខ្ញុំនឹងនិយាយតើតើជាមួយនឹងការមុខងារតើតើជាមួយនឹងការរៀបចំផុសវិញម្ដងតែយើងរៀបចំមិនដើម្បីឲ្យវាអស់ហើយវាយកវីដេអូអីពី folder ដែលយើងមានស្រាប់ឲ្យវាអញ្ចឹងណាអូខេអញ្ចឹងពេលដែលវា review នៅពេលដែលវា Ethereum ចប់គឺវានឹងទៅការ clear ខាច់នៅក្នុង Facebook ហើយវានឹងទៅការ close LD នឹងហ្មងអញ្ចឹងណាបាទអូខេអញ្ចឹងតើតើជាមួយនឹងការreview tool របស់យើងគឺយើងមានប៉ុណ្្នឹងទេបាទចាំជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណច្រើន